មន្ត្រីកិច្ចការព្រំដែនថាគ្មានហេតុផលណាមួយដែលភាគីថៃអាចយកមកធ្វើជាលេសលុប MOU ឆ្នាំ2000ជាមួយកម្ពុជាយោងតាមគោលការណ៍ច្បាប់អន្តរជាតិទោះស្ថិតក្នុងកលៈទេសៈណាក៏ដោយថៃមិនអាចប្រើហេតុផលណាមួយជាលេសដើម្បីលុប MOU ឆ្នាំ2000ជាមួយកម្ពុជាបានឡើយនេះបើតាមការបំភ្លឺរបស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅព្រឹកថ្ងៃទី26មីនាឆ្នាំ2026ការបំភ្លឺរបស់អ្នកនាំពាក្យធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុកថៃកាលពីថ្ងៃទី24ខែមីនាឆ្នាំ2026ផ្សព្វផ្សាយព័ត៌មានដែលបានលើកពីហេតុផលនិងអនុសាសន៍ស្នើលុប MOU 43ដែលជា MOU ឆ្នាំ2000របស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានប្រកាសបដិសេធនិងច្រានចោលទាំងស្រុងចំពោះហេតុផលនិងអនុសាសន៍ស្នើលុប MOU ឆ្នាំ2000ដោយគណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃដែលធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវនិងផ្ទុយពីច្បាប់អន្តរជាតិក្នុងចេតនាកេងចំណេញនយោបាយនិងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃភាគីទាំងពីរកម្ពុជាថៃនាពេលកន្លងមកអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានឲ្យដឹងបន្តថា MOU ឆ្នាំ2000ត្រូវបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជាថៃនិងបានចូលជាធរមាននៅថ្ងៃចុះហត្ថលេខាព្រមទាំងបានយកទៅចុះបញ្ជីនិងតម្កល់នៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ MOU ឆ្នាំ2000មានចរិតលក្ខណៈជាសន្ធិសញ្ញាឬកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹងព្រំដែនដែលបង្កើតកាតព្វកិច្ចក្រមច្បាប់អន្តរជាតិនិងជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់សម្រាប់ភាគីទាំងពីរកម្ពុជាថៃក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការរបស់គណៈកម្មការ JBC អ្នកនាំពាក្យអះអាងថាតាមគោលការណ៍ច្បាប់អន្តរជាតិទោះស្ថិតក្នុងកលៈទេសៈណាក៏ដោយភាគីថៃមិនអាចលើកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុងឬហេតុផលណាមួយដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ2000ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយយោងតាមមាត្រា62ចំណុចទី2នៃអនុសញ្ញាទីក្រុងប៉ែនស្ដីពីច្បាប់សន្ធិសញ្ញា VCLT ឆ្នាំ1969ជារួមការលុប MOU ឆ្នាំ2000ដោយហេតុផលណាមួយគឺមិនត្រឹមតែរំលោភច្បាប់អន្តរជាតិនិងគោលការណ៍ខ្សែព្រំដែនមិនកែប្រែប៉ុណ្ណោះទេថែមទាំងបង្កជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធីនិងមិនអាចឈានទៅកសាងព្រំដែនមួយដែលមានស្ថិរភាពសន្តិភាពនិងអភិវឌ្ឍបានឡើយអ្នកនាំពាក្យប្រកាសជាថ្មីថាភាគីកម្ពុជាតែងប្រកាន់ភ្ជាប់នៅការដោះស្រាយបញ្ហាព្រំដែនតាមគ្រប់មធ្យោបាយដោយសន្តិវិធីរួមទាំងយន្តការទ្វេភាគីដែលមានស្រាប់ជាពិសេសយន្តការ JBC និងត្រៀមខ្លួនរួចរាល់ដើម្បីបន្តជំរុញការអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនលើដីជាក់ស្ដែងជាមួយភាគីថៃឲ្យបានចប់ជាស្ថាពរក្នុងគោលដៅរក្សាសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ